បរិសុទ្ធពីរនាក់នេះទំនេរក៏នាំគ្នាជិះកង់ដើរលេងនៅលើបឹងដែលបឹងនោះវាកកទឹកខាងលើប៉ុន្តែវារាវខាងក្រោមហើយវាក៏បណ្ដាលឲ្យកង់នោះផុងចុះក្រោមដែលធ្វើឲ្យបរិសុទ្ធម្នាក់នោះទៅទឹកខ្លួនជោគតែម្ដងមើលទៅវាពិតជាត្រជាក់មែនតើនៅស្រុកយើងត្រជាក់តិចតិចនៅស្រុកគេត្រជាក់ដល់កកទឹកអាយ៉ាកញ្ញានេះកំពុងតែអោនរើអ្វីបើអោទំនងម្លេះបរិសុទ្ធម្នាក់នេះបានចុចកង់តាក់ខ្សែក្រវ៉ាត់ឡានបណ្ដាលឲ្យនារីម្នាក់ដែលកំពុងតែរឹសស្អីទេបានដួលប៊ីផ្កាប់មុខទៅហើយតែធ្វើឲ្យនារីម្នាក់នេះខឹងជាខ្លាំងចង់តែវាយទេនេះយប់នេះដឹងតែអត់ទេបងឯងមកមើលខាងនេះវិញគឺបរិសុទ្ធម្នាក់ចុះពីលើចណ្ដោភ្លេចមើលថាកម្មចណ្ដោវាមានជាប់ព្រិលជាមួយដែលបណ្ដាលឲ្យងាយរអិលដូច្នេះក៏ធ្វើឲ្យបរិសុទ្ធម្នាក់នេះគឺថារអិលផ្ងាជើងតែម្ដងវ៉ាវអុកក្តិតអូយចុកកន្លែងមកមើលបរិសុទ្ធពីរនាក់បដិប្រពន្ធនេះវាថាថ្ងៃនេះគឺទិញបាទទូទឹកកកថ្មីបាទទូទឹកកកអញ្ចឹងណាហើយខ្ជិលប្រើគេអស់លុយច្រើនចឹងទៅក៏លើកខ្លួនឯងមកទៅបាទតែលើកមិនប្រយ័ត្នមានណាគឺថាដួលបាទបរោះនោះគាត់ជាពុបជើងអញ្ចឹងទៅបាទខ្ទេចទូតកហ្នឹងតែម្ដងឯបរោះម្នាក់នេះវិញគឺថាគាត់គឺបាទគេហៅថាចាស់បោកក្មេងអ្នកណាខ្លះធ្លាប់ពីក្មេងត្រូវចាស់បោកគឺថាបរោះម្នាក់នេះគឺគាត់ផ្លុំមេដៃរបស់គាត់ហើយគាត់ធ្វើមួករបស់គាត់ណាវាហោះទៅលើប៉ុន្តែក្បាលមួកហ្នឹងវាប៉ះនឹងជញ្ជាំងផ្ទះទៅមើលឃើញទៅវាដូចជាហោះអូនពីរនាក់ហ្នឹងគឺតានាំគ្នាធ្វើតាមហើយបោកក្មេងធ្វើបោកគ្នាមែនតើអូនមកនោះថាមើលអញធ្វើម្ដងមើលអញធ្វើបានហើយគ្នាខំបៀបមេដៃខំផ្លុំពីរដងមិនឃើញហើបសោះហើយម្ដងនេះអញដាក់ខ្លាំងមើលមានគ្នាចង់លេចអាចលេចផោមបាត់ក៏លេចមកមើលបរិសុទ្ធម្នាក់នេះវិញគឺថាគាត់ឲ្យមិត្តភក្តិរបស់គាត់ថតបាទពេលគាត់កំពុងតែជិះស្គីបាទទុកផុសអួតគេចឹងណាមានតែអត់បានដូចបំណងទេគឺថាដាក់គាត់តែដាក់ដេប៉ាមកដួលប្រាវចាប់មកពូម៉ាអើយកុំអាប់ឡូតវើយពូម៉ាគាត់ថាអត់អាប់ឡូតទេអញផុសបាត់ហើយហើយយ៉ាបរិសុទ្ធម្នាក់នេះកំពុងតែជាអ្វីទំនងម្លេះដូចជាកង់ប៉ុន្តែកង់នេះប្លែកម្លេះហេតុអ្វីក៏តូចយ៉ាងនេះអ្នកទាំងអស់គ្នាប៉ុន្តែសូមសរសើរបរិសុទ្ធម្នាក់នេះដែរគឺថាគាត់ពូកែជិះកង់នេះមែនតើបើយើងមើលទៅគឺថាកង់របស់វាអាក្របកង់ហ្នឹងគឺថាតូចមែនតើហើយប៉ុនខ្ចៅហើយមើលទៅក៏ប៉ុន្តែបរិសុទ្ធម្នាក់នេះអាចគឺថាជិះបានមើលទៅគឺទេពកោសល្យរបស់គាត់បាទគឺល្អមែនតើអ្នកទាំងអស់គ្នាឥឡូវនេះគាត់ចង់ធ្វើយ៉ាងម៉េចទៀតចាំមើលបាទឥឡូវនេះគឺថាគាត់ចង់ឲ្យយាយវិញប៉ុន្តែដួលបាត់ទៅហើយបាទបរិសុទ្ធម្នាក់នេះវិញគឺថាថ្ងៃនេះជាលើកទី1ក្នុងឆាកជីវិតហើយបានមកលេងនៅសមុទ្របាទអញ្ចឹងក៏ថតវីដេអូបាទរាំតែម្ដងបាទគឺថារំភើបពេកណាបងប្អូនគ្នាបាទប៉ុន្តែដល់ពេលគាត់បាទឈានជើងឆ្លងទៅមកខាងទៀតគឺថាល្អិលនឹងថ្មគឺថាដួលអុកញ៉ាច់បាទអូចុកមែនតើអ្នកនរគ្នាបើអ្នកធ្លាប់ដួលបាទជាយល់ហើយចំណែកបរិសុទ្ធម្នាក់នេះវិញគឺថាឃើញសត្វព្រៃមួយក្បាលប៉ុន្តែមិនដឹងថាសត្វអីទេបាទគឺឃើញអញ្ចឹងហើយក៏ថាចង់ទៅបន្លាចឲ្យវារត់អញ្ចឹងណាមានតែសត្វហ្នឹងក៏ដេញមកវិញបាទរត់ផាសកញ្ញាមចូលឡានវិញតែម្ដងឃើញសត្វខ្លួនតូចអញ្ចឹងកុំចង់មើលងាយបរិសុទ្ធម្នាក់នេះវិញកំពុងតែរៀនរឡាតប៉ុន្តែរឡាតខុសបច្ចេកទេសបន្តិចបណ្ដាលឲ្យបត់កតែម្ដងមិនដឹងថាគួរសើចឬក៏គួរអាណិតទេដូច្នេះអ្នកទស្សនាបើសិនជាមិនចាំបាច់ទេកុំចង់សារអីនារីម្នាក់នេះថ្ងៃនេះបាទមកញ៉ាំស៊ុបជាមួយនឹងសង្សារបាទប៉ុន្តែអត់និយាយមួយសង្សារទេគិតតែហូបនៅមើលតែទូរស័ព្ទទេសង្សារបាទខឹងពេកក៏យកกระดาษជូតមាត់នោះយកទៅដាក់ក្នុងទឹកស៊ុបហើយបន្ទាប់មកក៏ធ្វើជាចាប់មកហូបនោះយកទៅដាក់ក្នុងចានបាទរបស់នារីម្នាក់នោះហើយនារីម្នាក់នោះអត់គិតមើលអីទេបាទគិតតែមើលទូរស័ព្ទទេដល់ពេលបាទចាប់กระดาษអនាម័យហ្នឹងបាទជូតមាត់ហ្នឹងបាទយកទៅហូបទៅមិនដឹងថាអូចំរបល់យកបាទនេះគឺជាផ្លូវដែលក្រោយមេឃភ្លៀងបាទគឺវាពិតជារអិលមែនតើគេថានារីម្នាក់នេះគឺថាដើមមិនប្រយ័ត្នទេក៏បណ្ដាលឲ្យរអិលជើងដួលទៅលើផ្លូវនឹងតែម្ដងហើយផ្លូវនេះរៀងជម្រាលក៏ធ្វើឲ្យនារីម្នាក់នោះអង្គុយដូចជាជិះស្គីអញ្ចឹងបាទគឺពិតជាលយមែនតើ